ទេសនិកជនវិស័យកសិកម្មកម្ពុជាក្លាយជាប្រធានបទសំខាន់គណៈក្រសួងកសិកម្មដឹកនាំកិច្ចពិភាក្សាកម្រិតខ្ពស់ស្ដីពីទំនើបកម្មកសិកម្មសុវត្ថិភាពម្ហូបអាហារនិងភាពប្រកួតប្រជែងទីផ្សារខណៈដែលកម្ពុជាកំពុងពន្លឿនការធ្វើបដិវត្តកម្មវិស័យកសិកម្មឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាពប្រសិទ្ធភាពនិងសមត្ថភាពប្រកួតប្រជែងកាន់តែខ្ពស់នៅលើទីផ្សារអន្តរជាតិក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានដឹកនាំកិច្ចពិភាក្សាកម្រិតខ្ពស់មួយក្នុងព្រឹត្តិការណ៍ Cambodia Expo Series 2026 ក្រោមប្រធានបទទំនើបកម្មកសិកម្មនិងការពង្រឹងខ្សែច្រវាក់តម្លៃការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារនិងភាពប្រកួតប្រជែងទីផ្សារកម្ពុជាកិច្ចពិភាក្សានេះបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាតកោះពេជ្ររាជធានីភ្នំពេញដែលជាផ្នែកមួយនៃកម្មវិធីសិក្ខាសាលារបស់ Agri Cambodia 2026 ពិព័រណ៍និងសន្និសីទអន្តរជាតិលើកទី8ស្ដីពីវិស័យកសិកម្មនៅកម្ពុជាកិច្ចពិភាក្សានឹងមានការចូលរួមពីវាលគ្មិនកិត្តិយសមកពីស្ថាប័នជំនាញសំខាន់ៗក្នុងវិស័យកសិកម្មកម្ពុជារួមមានលោកបណ្ឌិតយន្ត្រីអគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មលោកសៀងសុកលឹមអគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វលោកនាងសាវុទ្ធីអនុប្រធាននាយកដ្ឋានអភិវឌ្ឍវិរិយវប្បកម្មនៃរដ្ឋបាលជលផលកិច្ចពិភាក្សានេះមានគោលបំណងចែករំលែកទស្សនៈនិងព័ត៌មានសំខាន់ៗអំពីយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជាព្រមទាំងស្វែងរកដំណោះស្រាយដើម្បីបង្កើនផលិតភាពពង្រឹងខ្សែច្រវាក់តម្លៃនិងបង្កើនលទ្ធភាពចូលទៅកាន់ទីផ្សារសម្រាប់ផលិតផលកសិកម្មកម្ពុជាវិស័យកសិកម្មនៅតែជាវិស័យសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជាដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍជនបទសន្តិសុខស្បៀងនិងកំណើនសេដ្ឋកិច្ចដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្ដូរនៃតម្រូវការទីផ្សារកម្ពុជាកំពុងផ្ដោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើទំនើបកម្មកសិកម្មការអនុវត្តផលិតកម្មប្រកបដោយចីរភាពការលើកកម្ពស់ស្តង់ដារសុវត្ថិភាពម្ហូបអាហារនិងការពង្រឹងការតភ្ជាប់រវាងអ្នកផលិតជាមួយទីផ្សារក្នុងស្រុកនិងអន្តរជាតិលោកកវៀនបាវិញអ្នករៀបចំកម្មវិធីបានមានប្រសាសន៍ថាពិព័រណ៍អន្តរជាតិរយៈពេល3ថ្ងៃនេះបម្រើជាវេទិកា B2B ដ៏រស់រវើកក្នុងការភ្ជាប់ទំនាក់ទំនងអាជីវកម្មកម្ពុជាជាមួយអ្នកផ្គត់ផ្គង់អ្នកទិញនិងអ្នកជំនាញក្នុងវិស័យឧស្សាហកម្មមកពីជុំវិញពិភពលោកព្រឹត្តិការណ៍នេះបានប្រមូលផ្ដុំអ្នកតាំងពិព័រណ៍មកពីកម្ពុជានិងទីផ្សារអន្តរជាតិចំនួន19ដោយបង្ហាញពីផលិតផលបច្ចេកវិទ្យានិងសេវាកម្មដែលគាំទ្រដល់ខ្សែច្រវាក់ផ្គត់ផ្គង់និងវិស័យផលិតកម្មសំខាន់ៗជាច្រើនទៀតលោកក៏បានរំលេចអំពីការគាំទ្រយ៉ាងខ្លាំងក្លាពីក្រសួងស្ថាប័នរដ្ឋាភិបាលសហភាពពាណិជ្ជកម្មកម្ពុជានិងសមាគមឧស្សាហកម្មនានាដែលបានជួយសម្រួលដល់ការរៀបចំព្រឹត្តិការណ៍នេះសូមបញ្ជាក់ថាព្រឹត្តិការណ៍នេះនឹងមានការរៀបចំសិក្ខាសាលាឧស្សាហកម្មការផ្គូផ្គងអាជីវកម្ម B2B កម្មវិធីសម្រាប់អ្នកទិញនិងវគ្គបណ្ដុះបណ្ដាលដែលផ្ដល់ឱកាសក្នុងការផ្លាស់ប្ដូរចំណេះដឹងទីផ្សារសិក្សាស្រាវជ្រាវបច្ចេកវិទ្យាបង្កើតដៃគូអាជីវកម្មនិងលើកកម្ពស់ការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់